ថ្លៃតំណែងឬក៏សេវាកម្មបើស្ដាប់ទៅថាឡើងថ្លៃអ្នកទាំងអស់គ្នាដឹងថាវិណាគេសប្បាយចិត្តជាងគេគឺអ្នកលក់គឺសប្បាយចិត្តតែអ្នកទិញអត់សប្បាយចិត្តទេឃើញអត់ប៉ុន្តែបើតំណែងនឹងធ្លាក់ថ្លៃអ្នកលក់អ្នកធ្វើហ្នឹងអត់សប្បាយចិត្តទេតែអ្នកទិញសប្បាយចិត្តឃើញទេប៉ុន្តែបើការវិភាគ technical វិញជាការ note ចំណាំទៅលើ history មួយចំនួនវិញការឡើងបែបនេះគឺតឹងតែងណាស់បាទតឹងតែងនៅក្នុងការឡើងអ្នកទាំងអស់នេះអាចទិញនៅចន្លោះដែលខ្ញុំដាក់ជូននេះឃើញទេឃើញសញ្ញានៃការកើនឡើងប៉ុន្តែទំនោរបែបនេះដូចខ្ញុំប្រាប់អញ្ចឹងវាឡើងអត់រួចទេឡើងអត់រួចណាអញ្ចឹងវានឹងបើវាចង់ឡើងឲ្យរួចលុះត្រាតែវាមកយកជើងណាមួយសិនបាទដកទីអញ្ចឹងវានឹងហក់ឡើងទៅម្ដងទៀតនឹងបានច្រើនហើយម្ដងទៀតហ្នឹងបាទសូមគោរពអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PeopleLink ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PeopleLink Security ពាក់ព័ន្ធជាមួយនឹងការ live បង្ហាញអំពីតម្លៃហាងឆេងមាសក៏ដូចជាការវិភាគប្រចាំថ្ងៃសម្រាប់ PeopleLink Security ក៏ដូចជាបងប្អូនទាំងអស់គ្នាដែលជួញដូរទៅលើតម្លៃហាងឆេងមាសផងដែរការ live មួយនេះគឺ live ជារៀងរាល់ថ្ងៃពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រពីវេលាម៉ោង 9 ទៅម៉ោង 10ដែលបង្ហាញអំពីទិសដៅតម្លៃហាងឆេងមាសបង្ហាញអំពីព័ត៌មាននិងម៉ោងពេលវេលាច្បាស់លាស់ដែលនឹងអាចធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលក៏ដូចជាផ្ដល់នៅតម្លៃទិញលក់ឲ្យបងប្អូនទាំងអស់គ្នានិងការគ្រប់គ្រងហានិភ័យនៅក្នុងការជួញដូរតម្លៃហាងឆេងមាសផងដែរការជួញដូរតម្លៃហាងឆេងមាសនៅក្នុងក្រុមហ៊ុន PeopleLink គឺជាការជួញដូរតម្លៃហាងឆេងមាសទៅលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដែលចេញអំពីមាសប្រាក់ប្រេងនិងរូបិយប័ណ្ណក៏ដូចជាផលិតផលហិរញ្ញវត្ថុដទៃផ្សេងទៀតផងដែរមានន័យថាបងប្អូនទាំងអស់គ្នាអាចទិញអាចលក់គ្រប់ពេលវេលានៅ23ម៉ោងលើ24ម៉ោងនៅក្នុងទីផ្សារអន្តរជាតិបានគ្រប់ពេលវេលាដូច្នេះហើយបងប្អូនទាំងអស់គ្នាសម័យកាលកាន់តែទំនើបការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក៏កាន់តែទំនើបការជួញដូរតម្លៃហាងឆេងមាសក៏កាន់តែទំនើបយើងគ្រាន់តែមានទូរស័ព្ទដៃមានកុំព្យូទ័រមាន tablet ឲ្យតែជាប្រភេទបច្ចេកវិទ្យាទំនើបអ្នកទាំងអស់គ្នាអាច download កម្មវិធី MT5 នៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាហើយអាចមើលតម្លៃហាងឆេងមាសឡើងចុះនៅក្នុងពេលបច្ចុប្បន្នគឺជាតម្លៃហាងឆេងមាសអន្តរជាតិពិតប្រាកដដូច្នេះអ្នកទាំងអស់គ្នាមិនបាច់ចាំសួរអ្នកដទៃឬក៏មានការសពិចសពិលនិងមិនច្បាស់លាស់នៅតម្លៃណាមួយទេពេលដែលអ្នកទាំងអស់គ្នាសន្សំលុយបានគ្រប់តម្លៃអ្នកទាំងអស់គ្នាទៅទិញតែម្ដងពោះពេលនេះអ្នកទាំងអស់គ្នាអាចដឹងតម្លៃហើយអញ្ចឹងគ្រាន់តែមាន smartphone មួយមានកម្មវិធី MT5 មួយអ្នកទាំងអស់គ្នានឹងដឹងតម្លៃហាងឆេងមាសអន្តរជាតិអ្នកទាំងអស់គ្នាក៏អាចជួញដូរបានផងដែរអូខេអញ្ចឹងអ្នកទាំងអស់គ្នាយើងក៏មានសិក្ខាសាលាបន្ទាប់មួយទៀតដែរគឺនៅថ្ងៃទី5ខែឧសភាឆ្នាំ2026បន្ទាប់ពីចូលឆ្នាំហើយអញ្ចឹងសាមិញមានបងប្អូនមួយចំនួនបានអខានឬក៏មិនបានចុះឈ្មោះចូលរួមស្ដាយហើយអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមម្ដងទៀតនៅថ្ងៃទី5ខែឧសភា2026អ្នកទាំងអស់គ្នានឹងទទួលបានចំណេះនិងជំនាញធ្វើទៅលើការជួញដូរតម្លៃហាងឆេងមាសតែម្ដងជាពិសេសនៅក្នុងការប្រើប្រាស់ MT5 ហើយពេលដែលអ្នកទាំងអស់គ្នាចេះប្រើប្រាស់ MT5 ស្ទាត់ជំនាញហើយអ្នកទាំងអស់គ្នាចេះវិភាគបែប technical អ្នកទាំងអស់គ្នានឹងអាចរកតម្លៃទិញលក់ដោយខ្លួនឯងបានហើយអ្នកទាំងអស់គ្នាក៏អាចទៅវិភាគព័ត៌មានបានផងដែរអញ្ចឹងការផ្ដល់ជូននៅការចែកម្លែកពាក់ព័ន្ធជាមួយនឹងព័ត៌មានហិរញ្ញវត្ថុនៃសេដ្ឋកិច្ចរបស់អាមេរិកក៏ដូចជាពាក់ព័ន្ធជាមួយនឹងលុយដុល្លារអាមេរិកដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលអ្នកទាំងអស់គ្នានឹងក៏អាចស្គាល់និងយល់អំពីព័ត៌មានសេដ្ឋកិច្ចរបស់អាមេរិកផងដែរអញ្ចឹងកុំភ្លេចចុះឈ្មោះនៅថ្ងៃទី5ខែឧសភាអរគុណអ្នកទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលយូរយើងនឹងចូលទៅការវិភាគជាក់ស្ដែងនៅតម្លៃហាងឆេងមាសនៅខាងក្រោយខ្ញុំហើយតម្លៃហាងឆេងមាសនៅក្នុងប្រមាណថ្ងៃក្រោយអវសានវត្តបន្ទាប់ពីថ្ងៃទី6មេសាមកយើងមើលឃើញថាมันមានការឡើងខ្លាំងនោះទេឡើងដែរប៉ុន្តែมันមានការឡើងខ្លាំងទេឥឡូវនេះកំពុងតែចុះឡើងត្រឹងនៅទំនោរនៃការកើនឡើងថ្ងៃនេះខ្ញុំមានចំណុចពិសេសមួយដើម្បីឲ្យបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នក៏ដូចជាចំណុចពិសេសមួយដែលអ្នកទាំងអស់គ្នាអាចទាញយកផលចំណេញពីតម្លៃហាងឆេងមាសបានផងដែរវាជាការណូតសម្គាល់វាជាបទពិសោធន៍វាជា
tầm lai hang chê mi mũi đại nè tầng ọt nia ai trừ tại trong trăm nơi chấm nói tầng ọt này chẳng là tầng ọt này ai cả lấy mưa khang cõi là tầng ọt này nâng khơi nhầm pi train up mũi đại phẩm man sắp đá ní cứ vì nơi không phải lo nâng ai tạm đòn nè train up ní mi này tha cứ chia tụm nô này cả càng lang tầng lai hang chê mi tu bay chia miên po đầm miên rồi có than hợp hiệp mình là o pi khang Sahara America đôi chia Iran nâng Israel cả đói tại tụm nô tụm lại hàng chênh mía cứ prong tà lao thì nè tụi ngon đi prong tà lao tại ở quay đài xong trong ao nè tụi ngon đi vô ngày nâng ao khơi ngày nâng ao nè tụi ngon đi prong bị giặt nơi chừng này cái này nè tụm nô tụm lại hàng chênh mía pe đài miền ca họ lao chỉ trao đón hai lao ọt đại bạn anh ấy hai thằng lao mình đại thì phụ tà lại resistant đại chỉ lùm nâng bao phía nơi cho lọt hàng lửa nè bong bóng ngon nên cho lọt hàng lửa nè cứ pram pon là pram pon là nó không mình ao bàn tay tụ bây giờ na cái đói pi bây sắp đài hãy ngớp mình ruồi tỉ bạn ngớp mình ruồi tỉ dân ca ngớp lao mình ruồi ní miên cả ta trao bao dương hai về nhảy từ ro hai pol đại thưa oi tại lại hang chê miên nắng lao ở ruồi miên chờ bàn tay bà ca vị thiết tinh này call vinh chỉ ca nốt chấm nam từ lưới history môi chấm nôn vinh ca lao bài ní cứ tăng tay nè bạn tăng tay này không ca lao này dân bao tăng tay này không ca lao ao ta papi nơi po miên đại support ao thợ cho tay mình tích đi cầu việc thợ chờ này bạn cầu việc thợ chờ này chẳng cái này ní nhưng trong ai bong bóng ngọc ní prong bị nhặt khăn mình tên phu chiចំណុចមួយបើសិនជាឡើងមិនរួចទៅដល់4800វិញទេបើអត់អាចទៅដល់4800ឬក៏4900ទេបាទតម្លៃទំនោរនេះនឹងតម្លាក់ខ្លួនមកក្រោមភាគរយច្រើនបាទភាគរយច្រើនតម្លាក់ខ្លួនមកក្រោមកន្លែងហ្នឹងណាភាគរយច្រើនណាបើសិនមកយើងនិយាយពីទំនោរគឺជាទំនោរខាងឡើងស្ដាប់ទៅមើលទៅហេតុអីបានទៅធ្លាក់ចុះមកក្រោមដោយសារតែយើងតាមដានវារយៈពេលប្រហែលជា2-3សប្តាហ៍គឺវាហក់ឡើងអត់រួចទេអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នមែនទែនពាក់ព័ន្ធជាមួយនឹងការទម្លាក់ខ្លួនមកនៅ around ចន្លោះ$4,500បាទ$4,500អញ្ចឹងបើវាតម្លាក់ខ្លួនមកមិនតិចទៀត$4,600គត់$4,500ដុល្លារជាងហ្នឹងយើងនឹងអាចធ្វើការទិញនៅខាងក្រោមហ្នឹងបានអញ្ចឹងកន្លែងនេះហើយដែលជាចំណុចមួយដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាមើលឃើញទំនោរនៃការកើនឡើងទទួលស្គាល់វានឹងអាចបន្តនៃការកើនឡើងទៀតបើនិយាយពីទំនោរមួយហ្នឹងបើនិយាយពីចលករនៃការរុញច្រានឲ្យតម្លៃហាងឆេងមានការកើនឡើងឬក៏ទៅតាមទំនោរហ្នឹងប្រកបណាស់គឺវានឹងអាចមានការកើនឡើងទៅលើទៀតតែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា note ចំណាំកន្លែងហ្នឹងហក់ឡើងច្រើនដងហើយគឺអត់ទៅរួចទេអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាភាគរយច្រើនបាទមិនមែនថា 100% ទេតែភាគរយច្រើនគឺវានឹងទម្លាក់ខ្លួនអស់មកបកគោលតម្លាក់ខ្លួនមកក្រោម around 4,500ជាងណាអ្នកទាំងអស់នេះអាចទិញនៅចន្លោះដែលខ្ញុំដាក់ជូននេះឃើញទេឃើញសញ្ញានៃការកើនឡើងប៉ុន្តែទំនោរបែបនេះដូចខ្ញុំប្រាប់អញ្ចឹងវាឡើងអត់រួចទេឡើងអត់រួចណាអញ្ចឹងវានឹងបើវាចង់ឡើងឲ្យរួចណាលុះត្រាតែវាមកយកជើងណាមួយសិនបើសិនជាវានៅកន្លែងហ្នឹងហើយវាអត់ break អាកន្លែងបន្ទាត់ពណ៌ក្រហមដែលខ្ញុំដាក់ទៅលើខាងនេះហើយវាឡើងទៅលើទៅតែម្ដងអាហ្នឹងអូខេហើយអត់ជាបញ្ហាទេព្រោះដោយសារតែវាជាទំនោរនៃការកើនឡើងតែអ្វីដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នគឺវានឹង break អាហ្នឹងតម្លាក់មកក្រោមវានឹងក្នុងចន្លោះ4,568អ្នកទាំងអស់គ្នាអាចទិញបានអាចទិញបានអញ្ចឹងបើវាចុះមកដល់នឹងហើយវាអត់មានព័ត៌មានអីមករំខានវាទេវានឹងហក់ឡើងទៅម្ដងទៀតនឹងបានច្រើនហើយម្ដងទៀតហ្នឹងប្រហែលជា49ទៅ$5,000បាទនៅកន្លែងហ្នឹងណាបាទ$4,900ឬក៏$5,000តែម្ដងអញ្ចឹងកន្លែងនេះអ្នកទាំងអស់នេះចាំចាប់ឱកាសមួយហ្នឹងបើសិនជាវា break តម្លាក់ខ្លួនទៅតាមការវិភាគរបស់ខ្ញុំឬក៏ទៅតាមការដៅទុកណាឲ្យបងប្អូនទាំងអស់គ្នាចាំចូលទិញនៅក្រោមហ្នឹងអ្នកទាំងអស់គ្នាអាចមើលឃើញកន្លែងនេះព្រោះវាជាចំណុចមួយដែលធ្វើឲ្យតម្លៃហាងឆេងមានការ retracement តម្លាក់មកក្រោមទី1ខ្ញុំសម្គាល់ថាឡើងអត់រួចឃើញទេតម្លាក់មកក្រោមហើយចង់ឡើងម្ដងទៀតទេតទៅបែបហ្នឹងណានេះគឺជាបើខ្ញុំថាតើមានផុសតាងអីអត់វាអត់មានផុសតាងអីជូនដល់បងប្អូនទាំងអស់គ្នាវាជាបទពិសោធន៍វាជា technical នៃការវិភាគវាជាទម្លាប់តម្លៃហាងឆេងនេះគឺបែបហ្នឹងអញ្ចឹងពេលនេះខ្ញុំយកបទពិសោធន៍10ឆ្នាំជាងមកបង្ហាញបងប្អូនទាំងអស់គ្នាព្រោះវាមានកន្លែងហ្នឹងឲ្យអ្នកទាំងអស់គ្នាប្រយ័ត្នមែនម្ដងនេះយើងអត់សូវប្រយ័ត្នរឿងហ្នឹងទេតែកន្លែងនេះយើងមានប្រយ័ត្នរឿងហ្នឹងឃើញទេវាអាចទម្លាក់ខ្លួនចេះហើយបានវាអាចហក់ឡើងទៅលើវិញបើសិនវាចង់ឡើងឲ្យខ្ពស់វាត្រូវទាញទីមួយសិន
ទៅលើទៀតអញ្ចឹងវាការពីបញ្ចប់អវសានអាវ៉ាតនៃថ្ងៃទី6ហ្នឹងវាបានរហូតទៅតេស្ត 4800 ហើយបាទគោលដៅវាត្រូវទៅ 5000 ជាងតែទៅរួចត្រូវទេអញ្ចឹងបើវាចង់ទៅ 5000 ជាងមែនណាវាត្រូវតែលាក់ជើងមកមួយទៀតសិនណាបានវាទៅម្ដងទៀតណាអញ្ចឹងកន្លែងដែលទិញគឺ 4568 បាទកន្លែងដែលទិញទី2វាអាចនឹងទម្លាក់ខ្លួនមកវាបង្កើតជា head and shoulder ខាងលើហ្នឹងវាអាចនឹងបង្កើតជា head and shoulder កន្លែងនេះណាកន្លែងហ្នឹងហ្មង head and shoulder កន្លែងហ្នឹងអញ្ចឹងបើវាបង្កើត head and shoulder កន្លែងហ្នឹងនេះគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាត្រូវទិញហើយទិញហើយក៏ជាចំណុចមួយដែលជាចំណុចដែលហានិភ័យឬក៏បញ្ចប់ឬក៏បញ្ជាក់អំពី head and shoulder ហ្នឹងដែរប៉ុន្តែវាត្រូវតែ retracement ដែរកន្លែងហ្នឹងបើសិនជាវាចុះបែបហ្នឹងលឿនពេកណាព្រោះបើវាចុះមកទៅហ្នឹងមែន head and shoulder រៀងហ្នឹងរៀងស្គមពេកអៀងពេកទៅតែបើសិនជាវាចុះមកអញ្ចេះវាចំណាយពេលហើយអញ្ចឹងបើវាចំណាយពេលអញ្ចេះថ្ងៃហ្នឹងយើងអាចធ្វើការបាយកន្លែងនេះបានតែបើសិនជាវាចុះបង្ហាញជា head and shoulder ដល់2ថ្ងៃទៀតឬក៏អាទិត្យក្រោយអា 4430 នេះយើងអត់អាចបាយបានវិញឃើញទេយើងអត់អាចបាយបានអត់អាចទេព្រោះវាជា next line នេះខាងក្រោមឃើញទេ next line បានន័យថាជាបន្ទាត់បង្ហាញអំពី next line របស់ head and shoulder ហ្នឹងមួយហ្នឹងណានេះគ្រាន់តែជាការវិភាគទុកឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះ 4430 ហ្នឹងទិញបានបើអ្នកទាំងអស់បើតម្លៃហ្នឹងធ្លាក់ចុះដល់ហ្នឹងមែនបាទទិញបានល្អតែមែនតើតែអាទិត្យក្រោយបើវានៅ retrace នៅក្រោមនេះចុះតិចម្ដងហ្នឹងអាទិត្យក្រោយទិញអត់បានវិញបាទអាទិត្យក្រោយត្រូវវិភាគសាថ្មីហើយមិនដឹងថាទិញបានទេប៉ុន្តែអាទិត្យក្រោយត្រូវវិភាគសាថ្មីអត់អាចយកតម្លៃហ្នឹងទៅទិញអាទិត្យក្រោយបានទេអញ្ចឹងតម្លៃនេះគឺសម្រាប់ថ្ងៃហ្នឹងទេបាទអរគុណអ្នកទាំងអស់គ្នានេះគឺជា support ឬក៏ជាតម្លៃទិញនៅក្នុងថ្ងៃហ្នឹងហើយសម្រាប់តម្លៃការកើនឡើងទៅលើវិញអ្នកទាំងអស់គ្នាការកើនឡើងទៅលើវិញខ្ញុំគូចំណុចនេះទៅឲ្យអ្នកទាំងអស់គ្នាកន្លែងនេះមិនបាច់មើលទេព្រោះវាជាបញ្ចប់ដាននៅកន្លែងហ្នឹងយើងមកមើលកន្លែងនេះវិញតាមមើលកន្លែងនេះវិញអញ្ចឹងបានន័យថាជាបញ្ជាក់ពីអ្វីដែលខ្ញុំនិយាយពីមុននឹងបន្តិចបាទវាត្រូវតែវិភាគហើយបាទត្រូវតែគូកងគ្នាហើយបើសិនជាតម្លៃនេះតម្លៃឥឡូវហ្នឹង 4745 វាអត់ break ទៅក្រោមទេវាឡើងទៅ 4900 មកអាហ្នឹងគឺអត់អីនិយាយទេគឺចប់ហើយមានន័យថាទំនោរកើនឡើងជាទំនោរកើនឡើងតែម្ដងនេះ 4020 អញ្ចឹងសំទោស 5020 ជាងហ្នឹងបើវាឡើងដល់ 5020 ជាងហ្នឹងវានឹងពិបាកនៅក្នុងការចុះមែនតើបាទបើវាឡើងទៅដល់ហ្នឹងមែនគឺពិបាកចុះឥឡូវហ្នឹងវាស្រួលចុះទេដោយសារតែវានៅ47តែបើសិនជាវាឡើងទៅដល់ 5000 នេះមែនពិបាកចុះហើយបាទពិបាកចុះហើយឬក៏អាចចាប់ផ្ដើមឡើងពីពេលហ្នឹងទៅតែម្ដងអញ្ចឹងហើយបានខ្ញុំប្រាប់ជូនដល់បងប្អូនទាំងអស់គ្នាថាប្រហែលថ្ងៃនេះគឺវាពិបាកឡើងខ្លាំងមែនតើវាពិបាកក្នុងការឡើងខ្លាំងមែនតើតែបើទំនោរនៃការធ្លាក់ចុះហ្នឹងវាលឿនអញ្ចឹងបើមានទម្ងន់ណាមួយអាទម្ងន់ណាមួយហ្នឹងគឺព័ត៌មានបាទព័ត៌មានណាមួយដែល support ថាមាសនឹងចុះឬក៏ព័ត៌មានណាមួយ support ថាលុយដុល្លារនឹងឡើងថ្លៃបឹបធ្លាក់មកភ្លាមឃើញអត់វាបែបហ្នឹងអញ្ចឹងហើយបានខ្ញុំឲ្យអ្នកទាំងអស់គ្នាប្រយ័ត្ននៅកន្លែងហ្នឹងតិចវាជាឱកាសផងហើយក៏វាជាហានិភ័យដែរកន្លែងនេះខ្ញុំប្រាប់ជូនមិញណាអូខេតោះអញ្ចឹងនេះគឺជាអ្វីដែលផ្ដល់ជូនឲ្យបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមានតែ2ចំណុចហ្នឹងទេដែលអ្នកទាំងអស់គ្នាអាចធ្វើការជួញដូរបានបើនៅក្នុងតម្លៃអ្នកទាំងអស់គ្នាចង់លក់វិញ47.90អីអ្នកទាំងអស់គ្នាអាចលក់បានហើយបាទ47.90 4790 ដុល្លារបាទឬក៏ឡើងដល់ 8000 តិចទួចលក់បានបាទលក់បានហើយលក់ឲ្យឆាប់កាត់ចេញផងព្រោះដោយសារទំនួលនោះវារហូតទៅ 4900 ឬក៏ 5000 ទេណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងយប់នេះនៅមានម៉ោងព័ត៌មានមួយដែរម៉ោង 7 កន្លះគឺមានព័ត៌មាន CPI ហើយព័ត៌មាន CPI នេះគឺជាព័ត៌មានមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសប្រែប្រួលច្រើនដែរពីចន្លោះ $10 ទៅ $50 30ទៅ $50 ដែរមានការប្រែប្រួលដោយសារតែវាអាចបញ្ជាក់អំពីថ្លៃទំនិញថ្មីមួយចំនួនដែលកំពុងតែកើតមានឡើងនៅពេលបច្ចុប្បន្នក៏ដូចជាបង្ហាញអំពីសញ្ញាណនៃអតិផរណាផងដែរណាអញ្ចឹងបើសិនជាថ្លៃទំនិញនឹងថ្លៃនៅក្នុងកម្រិតដែលគេគូកងឬក៏កម្រិតដែលគេសន្មត់យកអានឹងសេដ្ឋកិច្ចល្អវិញបាទតែបើថ្លៃទំនិញនឹងបែរជាឡើងថ្លៃខ្លាំងកប់ពពកវិញឬក៏លើសវិញអានឹងមានន័យថាវាទៅជាអតិផរណាវិញណាអញ្ចឹងលើទីផ្សារអន្តរជាតិលើទីផ្សារប្រទេសណាក៏ដោយអ្នកទាំងអស់នេះមិនងាយទេដើម្បីគ្រប់គ្រងហានិភ័យដើម្បីគ្រប់គ្រងលំនឹងថ្លៃទំនិញនឹងបានណាមិនងាយទេពិបាកណាស់បាទពិបាកមែនទែនព្រោះដោយសារតែយើងចង់បានអញ្ចឹងអ្នកផ្សេងចង់បានចុះឃ
ឃើញអ្នកទាំងអស់គ្នាអញ្ចឹងថ្លៃទំនិញឬក៏សេវាកម្មបើស្ដាប់ទៅថាឡើងថ្លៃអ្នកទាំងអស់គ្នាដឹងថាវិណាគេសប្បាយចិត្តជាងគេគឺអ្នកលក់គឺសប្បាយចិត្តតែអ្នកទិញអត់សប្បាយចិត្តទេឃើញអត់ប៉ុន្តែបើទំនិញនឹងធ្លាក់ថ្លៃអ្នកលក់អ្នកធ្វើហ្នឹងអត់សប្បាយចិត្តទេតែអ្នកទិញសប្បាយចិត្តឃើញទេអញ្ចឹងហើយបាននៅលើពិភពលោកគេត្រូវរកលំនឹងមួយរវាងសាច់ប្រាក់និងថ្លៃទំនិញហ្នឹងឲ្យវាស៊ីគ្នាអញ្ចឹងគេមានកត្តាជាច្រើនយកមកគប់ផ្សំដូចជាចំណូលរបស់ប្រជាជនបាទយកមកគប់ផ្សំមកទទឹមហ្នឹងដើម្បីឲ្យថាឧទាហរណ៍ខ្ញុំឧទាហរណ៍ចោះអ្វីទៅដែលយើងសំខាន់ជាងគេរាល់ថ្ងៃគឺរបស់ហូបត្រូវទេរបស់ហូបចុកយើងនិយាយពីអង្គចោះបាទយើងនិយាយពីអង្គបើសិនជាអង្គមួយថ្ងៃហ្នឹងយើងហូបអស់ប្រហែលបាទគ្រួសាររបស់យើងអស់ប្រហែលឧទាហរណ៍ថាអស់ 20,000 រៀលចោះណានឹងដាំប្រហែលកំប៉ុងខ្ញុំអត់ដឹងទេថាអស់ 20,000 រៀលចោះណាអង្គហ្នឹងណាអស់ 20,000 រៀលចោះប៉ុន្តែក្នុង 20,000 រៀលហ្នឹងគឺជាលំនឹងនៃសេដ្ឋកិច្ចមួយមានន័យថាបើសិនជាយកលុយ 20,000 រៀលទៅទិញអង្គប៉ុណ្ណឹងគាត់ហូបបានឃើញទេអង្គប៉ុណ្ណឹងស្មើនឹងលុយប៉ុណ្ណឹងគាត់ហូបបានហើយយកអីមកប្រៀបធៀបទៀតប្រាក់ខែរបស់គាត់ទៅទេប្រាក់ខែគាត់បានតែគាត់អាចចំណាយមួយថ្ងៃ 20,000 រៀលសម្រាប់អង្គមួយមុខនឹងបានអត់បានអូខេអញ្ចឹងបានន័យថាសេដ្ឋកិច្ចនឹងលំនឹងមួយនឹងគឺត្រឹមត្រូវហើយចុះបើអង្គនឹងថ្លៃឧទាហរណ៍ថាមួយថ្ងៃរបស់គាត់ហ្នឹងគ្រួសាររបស់គាត់ហ្នឹងលែងអស់ 20,000 ទេដងអស់តែ 20,000 ទេដល់ពេលឥឡូវបាយអស់ជាប៉ុន្មានអស់ 60,000 ឃើញទេមិនបញ្ហាឃើញអត់បញ្ហាពេលហ្នឹងអស់ 60,000 ទៅសួរប្រាក់ខែគាត់វិញថាគាត់ទប់បានអត់បើទប់មួយថ្ងៃបានតែបើទប់មួយខែពិបាកឃើញទេមួយខែមានប៉ុន្មានថ្ងៃមាន30ថ្ងៃបាទហើយ30ថ្ងៃ31ថ្ងៃអញ្ចឹងប្រាក់ខែគាត់មួយថ្ងៃ 60,000 តាថ្លៃអង្គហ្នឹងគុណនឹង30ដងទៅវាឃើញប៉ុន្មានអីមកកណោហើយប្រាក់ខែគាត់ទប់បានអត់បានមានន័យថាលំនឹងគឺអត់ត្រូវដល់ពេលលំនឹងនឹងអត់ត្រូវវានឹងខ្លាយទៅជាអតិផរណាបាត់ហើយអាហ្នឹងយើងនិយាយដល់អង្គមួយចុះអធិស្ឋានបន្លាយអីផ្សេងគ្រប់យ៉ាងរបស់គាត់ទៀតឡើងអញ្ចឹងទៀតមានន័យថាប្រាក់ខែរបស់គាត់ហ្នឹងគឺចំណាយមិនគ្រប់ទេបាទពេលហ្នឹងនឹងកើតទៅជាអតិផរណានឹងកើតទៅជាវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារគាត់ហើយវារុញដល់វិបត្តិសេដ្ឋកិច្ចដល់សង្គមដល់ជាតិដល់ពិភពលោកឃើញអត់វាអញ្ចឹងដល់ពេលវាកើតឡើងអញ្ចឹងមានន័យថាម៉េចលុយនឹងថោកលុយនឹងគឺมันមានតម្លៃទេអញ្ចឹងតម្លៃហាងឆេងមាសមិនដែរបើប្រៀបធៀបជាមួយតម្លៃហាងឆេងមាសគឺថ្លៃអញ្ចឹងមានន័យថាតម្លៃហាងឆេងមាសនឹងមានការកើនឡើងឃើញទេវាបែបហ្នឹងអញ្ចឹងCPI ហ្នឹងគឺសំខាន់ណាមិនប្រកាសថាឲ្យតែថ្លៃទំនិញល្អតម្លៃហាងឆេងមាសធ្លាក់ចុះទេព្រោះតម្លៃទំនិញ CPI ហ្នឹងគឺវាបង្ហាញច្រើនបាទពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចនឹងច្រើនមែនតើអញ្ចឹងអ្នកទាំងអស់នេះវែកញែកហែកទៅឃើញថាវាជាអត្តន័យបែបណាយោងទៅគ្នាទៅវិញបែបណាតែនៅក្នុងព័ត៌មានហ្នឹង CPI គេដាក់ថាប្រសិនបើការចេញមកជាក់ស្ដែងណាច្រើនជាងការព្យាករណ៍បាទន័យថាឡើងថ្លៃឬក៏ល្អច្រើនជាងការព្យាករណ៍ល្អសម្រាប់ currency មួយហ្នឹងល្អសម្រាប់លុយដុល្លារហ្នឹងឯងព្រោះព័ត៌មានហ្នឹងព័ត៌មាន CPI ហ្នឹងព័ត៌មានរបស់ណាគេរបស់អាមេរិកលុយអីគេលុយដុល្លារហ្នឹងឯងបាទអញ្ចឹងវានឹងល្អសម្រាប់ដុល្លារបើចេញមកថ្លៃបើចេញមកល្អធ្វើឲ្យតម្លៃហាងឆេងមាសមិនដែរធ្លាក់ចុះបាទប៉ុន្តែបើ CPI ហ្នឹងវាលើសប្រមាណដល់កម្រិតមួយដែលមិនល្អជ្រុលទៅវិញថ្លៃខ្លាំងពេកវិញវាធ្វើឲ្យតម្លៃហាងឆេងមាសឡប់ឡើងវិញបើសិនបើតម្លៃទំនិញហ្នឹងវាថ្លៃជ្រុលពេកបាទអាអ្នកលក់ហ្នឹងសុបាយចិត្តហើយប៉ុន្តែគ្មានអ្នកទិញទេព្រោះអ្នកទិញអត់មានលុយទៅទិញឃើញទេដល់ពេលអាថ្លៃទំនិញហ្នឹងថោកពេកអ្នកទៅទិញមកកណោអត់មានអ្នកធ្វើលក់ទេឃើញទេអញ្ចឹងគេត្រូវតែរកលំនឹងមួយការរកលំនឹងហ្នឹងគឺពិបាកបាទគឺពិបាកមែនតើអញ្ចឹងហើយបានបញ្ជាក់មកវិញថាព័ត៌មានហ្នឹងក៏សំខាន់ដែរពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចណាអញ្ចឹងអ្នកទាំងអស់នេះអាចរងចាំមើលព័ត៌មានហ្នឹងគឺនៅម៉ោង 7 កន្លះយប់ហ្នឹងជាម៉ោងបើកផ្សាររបស់អាមេរិកនៅម៉ោង 7 ម៉ោង 7 កន្លះគឺព័ត៌មានហ្នឹងចេញតែម្ដងអញ្ចឹងបងប្អូនទាំងអស់នេះអាចតាមដានមើលអាចទាញផលចេញពីតម្លៃហាងឆេងមាសហ្នឹងមើលចុះបើវាចេញមកវា movement បានប្រហែលជា50លេខហ៊ានចូលទិញអត់បើវាបើកមកចេញនៅធ្លាក់50លេខទិញបានដោយសារអីអ្នកទាំងអស់នេះដឹងហើយថាព័ត៌មានហ្នឹងយ៉ាងហោចណាស់ត្រឹម10លេខ50លេខហ្នឹងអញ្ចឹងបើវាធ្លាក់50លេខហើយបានន័យថាកម្រិតនៃការធ្លាក់អស់ហើយយើងអាចទៅទិញវា retracement ឡើងកាត់ចំណេញគេហើយឃើញទេអានេះគឺជាភាពឆ្លាតវៃរបស់អ្នកជួញដូរនៅក្នុងម៉ោងពេល
miền bò miền nè miền bò miền tại cái thời từ dụ đang thà bò miền nắng thôi ao từ lại hàng chơi miền nắng prai pruol piประมาณ lấy từ ประมาณ lấy đài dạng hậu nè ประมาณ từ ประมาณ đấy mình mà còn phải chia thà ao thử món ấy phần tay dạng ao nó cũng đang cầm lắng đây ôn tì ho thà CPI đang cho pi đọc lấy từ 50 lấy chẳng mấy thà đo 20 lấy cho vi hơi cầm lăng tiếp po lấy chẳng chừng ai tự tin hay cổ nâng bàn cho bà chênh máuឡើងទៅ 50 លេខ យើងអាចទៅលក់នៅខាងលើនឹងបានឃើញទេហ្នឹងគឺភាពឆ្លាតវៃរបស់ពួកយើងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការវិភាគសម្រាប់ថ្ងៃទី10ខែមេសា2026ខ្វះតែ4ថ្ងៃទៀតទេអ្នកទាំងអស់គ្នាគឺឱកាសក្នុងចូលឆ្នាំប្រពៃណីជាតិខ្មែរយើងមានបងប្អូនយើងមួយចំនួនបាទកំពុងតែសប្បាយរីករាយហើយនឹងរីករាយជាមួយនឹងកម្មវិធីមួយនេះហើយបនមួយនេះអញ្ចឹងជូនពរដល់ប្រជាជនកម្ពុជារបស់យើងទទួលបាននៅសេចក្តីសុខសប្បាយទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងហើយធ្វើដំណើរត្រឡប់ទៅភូមិឋានជួបបងប្អូនដូនតាឬក៏ពុកម្ដាយអីសូមរក្សាបាននៅសុវត្ថិភាពបាទកុំភ្លេចខ្សែក្រវ៉ាត់មួកឬក៏មើលគ្រឿងបន្លាស់រថយន្តអីបានល្អណាអ្នកទាំងអស់គ្នាទាំងម៉ូតូទាំងឡានទាំងមធ្យោបាយធ្វើដំណើរទាំងអស់បាទជៀសវាងមានបញ្ហានៅពេលដែលយើងចង់សប្បាយណាហើយបើកបរដោយសុវត្ថិភាពនិងគ្រប់តាមចរាចរណ៍ហើយអ្វីដែលសំខាន់ត្រឡប់មកវិញទៀតណាផុតពីសប្បាយហើយត្រឡប់មកវិញទៀតក៏នៅតែសុវត្ថិភាពជូនដល់បងប្អូនទាំងអស់គ្នាជូនពរឲ្យបងប្អូនទាំងអស់គ្នាត្រឡប់មកវិញហើយមានសុវត្ថិភាពហើយយើងចាប់ផ្ដើមធ្វើការងារបន្តទៅទៀតណាទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំបាទឡុងសំណាងសូមជម្រាបលា